ក្នុងពេលព្រឹកដ៏ស្ងប់ស្ងាត់នៅភូមិតូចមួយកែងឆ្មាប្រាជ្ញាកំពុងដេកលេបពន្លឺថ្ងៃដោយភាពរីករាយប៉ុន្តែភ្លាមប្រកាសថាមានអ្វីមួយបាត់ទៅត្រីអាំងមួយខ្ទង់របស់ជនជាតិភូមិបានបាត់ខានឆ្មាបានចាប់ផ្ដើមតាមដានស្នាមជើងតូចដែលនាំទៅរកព្រៃខាងក្រោយផ្ទះកណ្ដុរតូចបានលេចឡើងដោះស្រាយយកកំណត់ស្នាមត្រីតូចមួយហើយបង្ហាញថាអ្នកលួចអាចនៅក្នុងព្រៃលើមែកឈើខ្មៅជើងខ្មៅកំពុងកាន់ត្រីអាំងហើយញឹមច្បោកចំណុចចម្លែកត្រូវបានរកឃើញហើយវាដាក់ត្រីអាំងក្នុងចន្លោះហើយនាំឲ្យកណ្ដុរចែកញោមជាមួយគ្នាស្នាក់នៅខ្យល់ក្ដៅនិងពន្លឺថ្ងៃលូតលាស់ជុំវិញម្ចាស់ត្រឡប់មកវិញហើយភ្ញាក់ផ្អើលឃើញសត្វពីរនាក់អង្គុយញោមត្រីអាំងជាមួយគ្នាយ៉ាងសប្បាយទាន់តែឃើញក្រៅបានហោះគេចទៅឆ្មាក៏រត់តាមដោយចង់យកត្រីវិញឲ្យម្ចាស់ដូចជាខ្មោចមានមន្តសការដូចគ្នាវាបានទម្លាក់ត្រីវិញនិងសុំទោសតាមរបៀបរបស់វាចុងក្រោយភូមិបានត្រឡប់ទៅសភាពសុខសាន្តវិញមនុស្សនិងសត្វទាំងអស់រស់រវើកនិងចែករំលែកភាពរីករាយជាមួយគ្នាពីរឿងតូចនេះមិត្តភាពថ្មីបានកើតឡើងពេលខ្លះការចែករំលែកតូចមួយអាចបង្កើតភាពរួបរួមធំហិមា